Hello អ្នកនាជួបមកខ្ញុំទៀតហើយថ្ងៃនេះខ្ញុំមកសម្រាយរឿងនេះបង្ហាញដែលរឿងមង្គលភ្លើងពិឃាតដល់អ្នកគ្នាតែពីមុនហ្នឹងគឺយូគេគឺបានធ្លាក់ពីលើនឹងស្លាប់បាត់ទៅហើយនៅលើហ្នឹងគឺសតតាមីគីតែម្នាក់ប៉ុណ្ណោះហើយមីគីនឹងអង្គុយសោកសៅខ្លួនឯងឲ្យរយៈពេល5ម៉ោងហើយមានណាគេមកជួយនឹងសោះដែលនាងគូកេងលើបង្គោលភ្លើងនោះមួយយប់តល់ភ្លឺក៏គ្មានណាគេឃើញនាងដែរអីចឹងរបៀបថាមានណាគេចាប់អារម្មណ៍ទៅលើបង្គោលភ្លើងនោះទេប្រកបបានមកដល់មីគីគឺនាងមានអារម្មណ៍ថានាងស្រេចទឹកនាងឃ្លានបាយហើយនិយាយថាក្តៅខ្លាំងណាស់ដោយសារតែចាំពលឺថ្ងៃមកវាក្តៅពេកហើយវាចាប់ប្រាទឹកទៀតហើយនាងនិយាយថាអូយតាមម៉ានម៉ោងទៀតបានមានអ្នកមកជួយខ្ញុំនាងក៏យំបាត់នាងក៏យំស្ទើរពេលហ្នឹងមានអាប៉ាក់ជីកង់មួយមកអាប៉ាក់ហ្នឹងក៏ឈប់គិនឡានហ្នឹងទៅដែលឆ្ងល់ថាហើយឡានហ្នឹងពីណាគេមកចោតចោលហ្នឹងលោកអើយអញ្ចឹងគឺឆ្ងល់គេអីចឹងទៅតមកគេដើរមើលអីចឹងទៅគេស្លឹងមើលលើបកគោភ្លើងនឹងទៀតអញ្ចឹងណាគេអត់បានឃើញមីគីទេហើយគេនិយាយថាអូមិនអញ្ចឹងយើងកោះឡានហ្នឹងជិះទៅបាត់ហ្មងទៅហើយពេលដែលមីគីកំពុងតែយំហ្នឹងក៏បានឃើញហើយបប៉ែម្នាក់ហ្នឹងហើយមីគីក៏បានស្រែកហៅបប៉ែម្នាក់ហ្នឹងអញ្ចឹងណាឲ្យមកជួយមីគីដោយសារតែមីគីនឹងឈប់ទៅហ្នឹងហើយប្រជែជួយខ្ញុំផងតែបប៉ែហ្នឹងអត់បានដឹងអីទេក៏ស្មានតែគេនេះក៏ខ្លាចគេតាមតនពេកក៏នេះវាថាចេះជាកំប្រូចហត់បាត់ហ្មងទៅគឺអត់នេះទេហើយមីគីនិយាយទៅអូយមកក៏មិនមកជួយខ្ញុំមកវិញមកនាងគឺពិតជាដើរខ្លាក់ហើយខ្លាំងមែនតើហើយគឺមេឃថ្ងៃហ្នឹងគឺធ្វើឲ្យនាងក្តៅមែនតើនិយាយថានាងចង់ចោះទៅវិញមែនតើតែមានចតាទេល្ងាចក៏ឈានជើងចូលមកដល់ហើយដែលវាថាវាមេឃក៏ចាប់ផ្ដើមហូរភ្លៀងតិចតួចហើយពេលនោះនាងក៏បានគេលក់បាត់ទៅប៉ុន្តែមីគីគឺនាងគេលក់ទេដោយសារតែមេឃភ្លៀងចឹងក៏នាងក្រាបមកវិញទៅហើយនាងបាននិយាយថាខ្ញុំឃ្លានទឹកណាស់ហើយនាងក៏ផឹកទឹកចឹងណានាងត្រង់ទឹកភ្លៀងផឹកដោយសារនាងឃ្លានខ្លាំងមែនតើតែតែមានឡានទឹកមួយដឹងមិនជិះមកពីណាប្រឡូកគេភ័យណាទេមកឃើញឡានរបស់នាងឈប់ប្រឈើផ្លូវឡានទឹកហ្នឹងក៏ឈប់ព្រុចហើយម្នាក់គឺនិយាយថាម្នាក់មានឈ្មោះថាចនហ្នឹងក៏បានចោះមកហើយចនក៏បាននិយាយថាហើយវិថីហ្នឹងហើយឡានហ្នឹងមិនក៏អីមកដាក់ប្រឈើផ្លូវហើយម្ចាស់តាណាបាត់ហើយបើគេនិយាយថាអញ្ចឹងក៏សូដៃគ្នាដើម្បីហ៊ុនឡានហ្នឹងទៅគៀនតិចទៅហើយបើគេក៏សូដៃគ្នាលៀនហ៊ុនឡានទៅគៀននឹងតិចទៅហើយពួកគេហ៊ុនគៀនហើយបើគេនិយាយថាអស់លឿនយើងទៅផ្ទះវិញហីអញ្ចឹងណាម្នាក់ឈ្មោះចនហ្នឹងគឺសើអស់ចិត្តប្រហែលទេតែពេលគេងើយទៅលើតែក៏ងើយទៅលើមើលភ្លឺអងតាហ្នឹងទៅក៏ឃើញថាលបងហ្នឹងអត់មានអីធម្មតាទេប៉ុន្តែគាត់ថានៅពេលដែលគេងើយទៅខាងលើគេនិយាយថាអស់កុំខ្វល់អីយើងទៅវិញទៅដោយសារពេលហ្នឹងមីគីបើយើងនេះអង្គុយនេះអត់ដឹងធ្វើមិននៅខាងក្រោមទេបើនាងដឹងក៏មានអ្នកជួយដែរអូខេនិយាយថាអត់យើងទៅផ្ទះវិញទៅអញ្ចឹងបើឡានហ្នឹងទៅម្ចាស់ណាទេហើយគេក៏បានបើកទៅវិញទៅហើយមកឈប់កន្លះគេនេះវិញដែលគេទៅលាក់ភ័ក្រម្នាក់ហើយប៉ែហ្នឹងគឺលឿនជាងក្រៅមកបាយហ្នឹងមកដែលគេហ្នឹងមានឈ្មោះថាចែនគឺជាអ្នកបើកឡានហើយចែនហ្នឹងគឺជាអ្នកនៅហ្នឹងអញ្ចឹងណាពេលរីរស់ហើយចែនក៏បានមើលទៅលើអង្គតានខ្ពស់មួយនោះហើយចែននិយាយថាហើយអង្គតានហ្នឹងមិនក៏ចម្លែកម៉េចគេចង់ឆ្លោះមើលគេក៏បានយកកែវលិតឆ្លោះមើលអញ្ចឹងណាបងប្អូនឃើញឡានពណ៌ក្រហមហ្នឹងមកតែហើយគេក៏បានឆ្លោះមើលទៅអាកន្លែងថាអង្គតែហ្នឹងអញ្ចឹងណាគេក៏បានឃើញឈាមថាហើយគេក៏ភ័យខ្លាំងមែនតើហើយគេក៏បានឃើញកបោកឃើញអីចឹងណាពេលគេងើយទៅលើទីទៅគេបានឃើញសាកសពមនុស្សដែលជាសាកសពយូមីហ្នឹងឯងហើយគេពិតជាស្លងជាខ្លាំងមែនតើអញ្ចឹងណាពួកគេបានឃើញសាកសពនារីម្នាក់អញ្ចឹងណាហើយគេសម្លងទៅមើលទៅឃើញថាមីគីរបស់យើងហ្នឹងគឺគេងនៅក្នុងតែម្ដងដែលបាក់ចតើអញ្ចឹងណាហើយនៅពេលដែល trend គេបានឃើញហេតុការណ៍ហ្នឹងហើយគេក៏បានខលទៅកាន់គ្នាគេដើម្បីសង្គ្រោះបន្ទាន់ដើម្បីឲ្យមកសង្គ្រោះគេយកទៅផ្ទះវិញអញ្ចឹងទៅពេលហើយគេនៅតែមើលអង្គតានឹងអត់តាច់ពីមាត់នោះទេហើយគេនិយាយថាឲ្យមកចូលសង្គ្រោះមនុស្សនៅអង្គតានឹងមកហើយយកផងភេទកញ្ចាក់មកយើងចាំអស់រយៈពេលកន្លះម៉ោងទៅហើយពេលនោះនាងក៏ភ្ញាក់ហើយនាងនិយាយថាអូយវាត្រជាក់ខ្លាំងណាស់ខ្ញុំត្រូវការជំនួយណាហើយនាងក៏បានសម្លឹងមុនចុះទៅក្រោមនាងថានាងនឹងលោតចុះទៅហើយព្រោះនាងគឺមិនចង់រស់ទៀតទេហើយអញ្ចឹងទៅនាងក៏បានដើររហូតលោតចុះហើយក៏ស្រាប់តែមានភ្លើងអ្វីមួយមកចាំងមកចំនាងនិយាយថាស្គីណាខ្ញុំ
nên của bạn trong lột cho hai bàn tay nó tổng miên phơi mỏng rong thì nênอยู่ท่าไอ้เก๋nên của bạn mới tức khiทำให้กระจามุ้ยกำปุงแต่มาตรงจำเนี่ยเขาทำให้กระจาnó của bạnจะทาล้างมานี่ก็สบายจะเหมือนแต่ละเกนั่งตอนในฮาเกก็สบายจะเหมือนแต่ต้นน้ำอยู่บ่อนี่บ้านมอมร้องตีเลยให้ปูเนี่ยทำให้กระจานั่งเมนจอนให้น้ำแจนหรือนั่งก็ทำแต่จับปุ๊บนั่งนะบ๊ายบายต่อคนนี้